ថាយើងមើល3ហ្នឹងស្រឡាញ់ឬដាក់ចិត្តស្រឡាញ់លើកិច្ចការដែលយើងធ្វើពេលដែលយើងស្រឡាញ់ឬដាក់ចិត្តស្រឡាញ់ដែលធ្វើគឺយើងនឹងធ្វើបានល្អឬក៏យើងធ្វើឲ្យបានល្អបំផុតតែមកដល់ចំណុចទី3កុំភ្លេចថាធ្វើហ្នឹងគឺត្រូវតែមានចំណូលត្រូវតែរកវិធីបង្កើតចំណូលឲ្យបានកណាសូមក្រាបថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គហើយសូមជម្រាបសួរបងប្អូនទាំងអស់ដែលកំពុងតែទស្សនាคลิปនេះអាចថាខ្លីទេតែសំខាន់មែនតើមិនថាអ្នកធ្វើការមិនថាអ្នករកស៊ីត្រូវទាំងពីរស្ដាប់ទៅគឺថាបានប្រយោជន៍ទាំងពីរคลิปនេះគឺពាក្យ3ម៉ាត់ពាក្យទី1តកតងមួយស្រឡាញ់អញ្ចឹងមានន័យថាពេលយើងក្នុងជីវិតយើងគឺថាយើងមានការផ្លាស់ប្ដូរពីការងារមួយទៅការងារមួយពីមុខរបរមួយទៅមុខរបរមួយអញ្ចឹងទោះបីជាយើងបដូរពីការងារមួយទៅការងារមួយក៏ដោយឬក៏ពីមុខរបរមួយទៅមុខរបរមួយក៏ដោយឬក៏ពេលខ្លះចាប់ផ្ដើមតែមួយនឹងក៏ដោយគឺថារកចំណុចដែលយើងស្រឡាញ់ពេញចិត្តហ្មងណាចំពោះកិច្ចការហ្នឹងនឹងចឹងទី1គឺថារកចំណុចដែលយើងស្រឡាញ់ពេញចិត្តចំពោះកិច្ចការហ្នឹងដូចពាក្យមួយទៀតគេថាធ្វើអ្វីដែលខ្លួនស្រឡាញ់អ្វីដែលខ្លួនធ្វើអញ្ចឹងបើថាវាជ្រុលតែមិនបានធ្វើអ្វីដែលយើងស្រឡាញ់ហើយដាក់ចិត្តស្រឡាញ់អ្វីដែលយើងធ្វើហ្នឹងគឺថានៅពេលដែលយើងផ្ដល់នៅសេចក្តីស្រឡាញ់យើងបានអាទី2មានន័យថាពេលដែលយើងស្រឡាញ់កិច្ចការមួយខ្លាំងស្រឡាញ់អ្វីរឿងអ្វីមួយខ្លាំងគឺយើងធ្វើបានល្អខ្លាំងយើងមើលហើយអាហ្នឹងសាមញ្ញមិនពិបាកយល់ទេពេលអ្នកណាម្នាក់ដែលយើងស្រឡាញ់ខ្លាំងឲ្យយើងធ្វើស្អីក៏យើងធ្វើដែរដើម្បីម្នាក់ហ្នឹងអញ្ចឹងវាកិច្ចការដូចគ្នាបើមិនជាយើងស្រឡាញ់កិច្ចការមួយខ្លាំងចង់និយាយថាឲ្យយើងធ្វើទាំងថ្ងៃយើងធ្វើទាំងថ្ងៃឲ្យយើងធ្វើទាំងយប់យើងធ្វើទាំងយប់ហើយអត់ហត់ទេអត់ហត់អត់នឿយអត់ធុញព្រោះស្រឡាញ់តែអ្វីដែលខ្ញុំលើកឲ្យប្រយ័ត្នហ្នឹងគឺឬក៏ឲ្យគិតឲ្យបានច្បាស់ហ្នឹងគឺចំណុចទី3ថាធ្វើរឿងហ្នឹងបានចំណូលអត់បើនិយាយសាមញ្ញថាបានលុយអត់ពីព្រោះស្រឡាញ់ប៉ុណ្ណាក៏ដោយធ្វើបានល្អប៉ុណ្ណាក៏ដោយវានៅថិតថេរគង់វង្សបានលុះត្រាតែមានចំណូលហើយប្រហែលជាខ្ញុំលើកអញ្ចឹងថាចុះអង្គភាពដែលមិនរកប្រាក់ចំណេញឧទាហរណ៍ថាពេលខ្លះអាចនឹងលើករហូតដល់ទៅវត្តអារាមទៅអីទៀតនៅតែត្រូវអញ្ចឹងពីព្រោះមិនថាសាសនាមិនថាអាជីវកម្មមិនថាការងារសប្បុរសធម៌ទេទល់តែមានចំណូលបានធ្វើកើតបានដំណើរការទៅបានអត់ចំណូលទៅអត់រួចទេហ្នឹងទៅអត់រួចហ្មងមានន័យថាប្រសងអត់ចំណូលដាច់ចង្ហាន់ណាយ៉ាងហោចចំណូលមិនប្រកបតាមសិទ្ធិតែលុយណាឲ្យតែពុទ្ធបរិស័ទប្រគេនមកអ្នកមានអង្គប្រគេនអង្គមកអ្នកមានមហូបប្រគេនមហូបអ្នកមានបន្លែប្រគេនបន្លែអ្នកជួយទឹកអ្នកជួយភ្លើងទៅប៉ុណ្ណឹងដំណើរការបានការងារសប្បុរសធម៌ដែលខ្ញុំកំពុងតែធ្វើរាល់ថ្ងៃនេះដូចគ្នាយើងបើមិនមានចំណូលយើងអត់មានអីទៅជួយមនុស្សទេទោះបីជាអាកិច្ចការជួយមនុស្សនេះយើងស្រឡាញ់ប៉ុណ្ណាក៏ដោយហើយយើងធ្វើវាដោយសប្បាយរីករាយប៉ុណ្ណាក៏ដោយធ្វើបានល្អប៉ុណ្ណាក៏ដោយចំណុចជាកន្លឹះគឺត្រូវតែប្រឹងរកចំណូលដើម្បីអាចទៅធ្វើកិច្ចការនឹងបានមកចុងក្រោយអอกមកក្រុមហ៊ុនវិញក្រុមហ៊ុនអាជីវកម្មមួយដែលយើងស្រឡាញ់ពេញចិត្តមុខរបរមួយដែលយើងស្រឡាញ់ពេញចិត្តយ៉ាងណាក៏ដោយហើយយើងធ្វើបានល្អយ៉ាងណាក៏ដោយបើក្រុមហ៊ុននឹងខាតនៅតែស្រក់ទឹកភ្នែកស្ដាយទេតែបើសិនជាក្រុមហ៊ុននឹងចំណេញនោះគឺយើងនឹងមានឱកាសធ្វើអារឿងដែលយើងស្រឡាញ់ពេញចិត្តហ្នឹងបានធ្វើបានល្អហ្នឹងកាន់តែច្រើនឡើងហើយវាបង្កើតផលចាស់ជាវិជ្ជមានឲ្យមនុស្សនិងឲ្យសង្គមផ្សេងទៀតបានយ៉ាងច្រើនណាអញ្ចឹងហើយបានជាខ្ញុំលើកចំណុចនេះមកបញ្ជាក់ថាយើងមើល3ហ្នឹងស្រឡាញ់ឬដាក់ចិត្តស្រឡាញ់លើកិច្ចការដែលយើងធ្វើពេលដែលយើងស្រឡាញ់ឬដាក់ចិត្តស្រឡាញ់ដែលធ្វើគឺយើងនឹងធ្វើបានល្អឬក៏យើងធ្វើឲ្យបានល្អបំផុតតែមកដល់ចំណុចទី3គឺកុំភ្លេចថាធ្វើហ្នឹងគឺត្រូវតែមានចំណូលត្រូវតែរកវិធីបង្កើតចំណូលឲ្យបានអញ្ចឹងពេលដែលយើងធ្វើរឿងទាំង3ហ្នឹងបានហ្នឹងគឺនិរន្តរភាពបាទភាពគង់វង្សថិតថេរគឺមានហ្នឹងចីរភាពគឺមានអញ្ចឹងកណាខ្ញុំសូមបញ្ជាក់ប្រកេនជូនប៉ុណ្នេះហើយក៏សូមជម្រាបជូនប៉ុណ្នេះបាទហើយសង្ឃឹមថា3ចំណុចនេះនឹងកើតទៅជាប្រយោជន៍ដល់អ្នកស្ដាប់ហើយក៏សូមណាឲ្យយកទៅអនុវត្តទទួលបានផលល្អចម្រុងចម្រើនរុងរឿងគ្រប់គ្នា
ចឹងកណាសូមក្រាបថ្វាយបង្គំលាសូមជម្រាបលាបាទ